ចាបងកាលណីបងចង់ភ្ជាប់ជាមួយនឹងទូរស័ព្ទឬកុំព្យូទ័របងចូល My App នេះពេលចូល My App ហើយបងភ្ជាប់មួយកុំព្យូទ័របងយកពាក្យថា Screen Cast នេះអូខេលើ Screen Cast ហ្នឹងមកអញ្ចឹងវាចេញបែបហ្នឹងហើយអញ្ចឹងលើកុំព្យូទ័ររបស់បងចុច Start អក្សរ K ពេលដែលបងចុច Start អក្សរ K ហើយបងចាំវាមួយសន្ទុះអញ្ចឹងវាប្រកាសជា load នេះ device ដែលយើងចង់ភ្ជាប់ទៅលើ projector ហ្នឹងហើយអញ្ចឹង load មកហើយអញ្ចឹងខ្ញុំចុចលើ device ដែលខ្ញុំចង់ភ្ជាប់លើកុំព្យូទ័រហ្នឹងមកណាដោយសារតែនេះខ្ញុំប្រាប់បងថា device វាឈ្មោះអីនៅលើ projector ហ្នឹងអញ្ចឹងយើងមើលអូឈ្មោះវាឈ្មោះហ្នឹងត្រូវហើយអញ្ចឹងបងចុចនៅលើហ្នឹងមកអញ្ចឹងចាំវាមួយផ្លែតដើម្បី connect ជាមួយនឹង projector របស់យើងតែពេលដែលវាចិត្ត connect ហើយវា load ពាក្យនេះ yes ឬ cancel អញ្ចឹងយើងចុច yes មកអូខេលើ yes អញ្ចឹងពេលអូខេលើ yes ហើយវាប្រកាសជាប្រហែល second ទៀតដើម្បីយើងភ្ជាប់ជាមួយនឹងកុំព្យូទ័រហើយអញ្ចឹងនេះវា load ឃើញអត់ដូចទៅនឹងកុំព្យូទ័ររបស់យើងប៉ុន្តែបើសិនជាវា load អត់ដូចជាមួយនឹង program កុំព្យូទ័ររបស់យើងទេបើ load ត្រូវអត់អីណាតែបើ load អត់ត្រូវបងត្រូវចុចម្ដងទៀតចុច start អក្សរ P ចាចុច start អក្សរ P ចឹងមកនោះយើងយកពាក្យថា duplicate នេះចុចលើ duplicate ហ្នឹងមកអញ្ចឹងយើងចាំវាមួយសន្ទុះឃើញទេមានន័យថា projector របស់យើងនិងកុំព្យូទ័ររបស់យើងគឺដូចគ្នាហើយ